ពេញរាជធានីនៃប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សស្របពេលជាមួយនឹងកំណើននៃនគររូបនីយកម្មនេះក៏មានបញ្ហាប្រឈមមួយដែលជារឿយៗមិនត្រូវបានគេមើលឃើញប៉ុន្តែមានសារៈសំខាន់សម្រាប់សុខភាពសាធារណៈនិងបរិស្ថាននោះគឺការគ្រប់គ្រងសំណល់ភក់បង្គន់ដើម្បីដោះស្រាយបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការគ្រប់គ្រងសំណល់ភក់បង្គន់ប្រកបដោយបរិយាបន្នដំណើរការនៃការចាប់ផ្ដើមនៅឆ្នាំ2019ជាមួយនឹងគម្រោងដំណាក់កាលទី1គឺការសិក្សាស្រាវជ្រាវក្រោមការចង្អុលបង្ហាញនិងដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញនិងការគាំទ្រពីសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងក្នុងភាពជាដៃគូជាមួយមូលនិធិ Bill and Melinda Gates ទីភ្នាក់ងារទឹក Saint Normandy និងសហជីពអន្តរនាយកដ្ឋានសម្រាប់អនាម័យនៃតំបន់ប៉ារីសអ្នកជំនាញបានធ្វើការវិនិច្ឆ័យស៊ីជម្រៅដើម្បីរៀបចំការសិក្សាគ្រប់ជ្រុងជ្រោយនិងយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងសំណល់ភក់បង្គន់សម្រាប់រាជធានីភ្នំពេញកិច្ចខិតខំប្រឹងប្រែងនេះបាននាំទៅដល់ការអនុម័តនៅផែនទីបង្ហាញផ្លូវយ៉ាងច្បាស់លាស់មួយគឺយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ឆ្នាំ2035ដើម្បីដឹកនាំរាជធានីក្នុងការពង្រឹងនិងកែលម្អគ្រប់ជំហាននៃខ្សែសង្វាក់តម្លៃនៃការគ្រប់គ្រងសំណល់ភក់បង្គន់បន្ទាប់ពីការអនុវត្តដោយជោគជ័យនៅដំណាក់កាលសិក្សានៃគម្រោងដែលមានជំនួយផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដោយ AIMF, SHARP និង AESN ត្រូវបានចាប់ផ្ដើមការអនុវត្តនៅក្នុងឆ្នាំ2021ដោយមានការគាំទ្រពីដៃគូគម្រោងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេបង្អស់នៅរាជធានីភ្នំពេញត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី19ខែឧសភាឆ្នាំ2023នៅក្នុងខណ្ឌកំបូលដែលមានសមត្ថភាពប្រព្រឹត្តកម្ម80ម៉ែត្រគូបក្នុងមួយថ្ងៃដែលនេះគឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់អនាម័យទីក្រុងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះគឺគ្រាន់តែជាផ្នែកមួយនៃដំណោះស្រាយប៉ុណ្ណោះភាពជោគជ័យពិតប្រាកដគឺអាស្រ័យទៅលើការធានាឲ្យបាននូវការប្រើប្រាស់ស្ថានីយនេះឲ្យអស់ពីសក្តានុពលគម្រោងនេះបានបោះជំហានទៅមុខបន្ថែមទៀតដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានដើម្បីពង្រឹងខ្សែសង្វាក់តម្លៃនៃការគ្រប់គ្រងសំណល់ភក់បង្គន់តាមរយៈការផ្ដល់អាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការសេវាបូមសំណល់ភក់បង្គន់ក្នុងឆ្នាំ2024និង2025ការពង្រឹងទំនាក់ទំនងជាមួយប្រតិបត្តិការនិងភាគីពាក់ព័ន្ធការរៀបចំយុទ្ធនាការផ្សព្វផ្សាយនិងការសាកល្បងឧបករណ៍តាមដាន GPS សម្រាប់រថយន្តបូមសំណល់ភក់បង្គន់ការបង្កើតគណៈកម្មការនិងក្រុមការងារគ្រប់គ្រងសំណល់ភក់បង្គន់រាជធានីភ្នំពេញនិងការលើកកម្ពស់ការយល់ដឹងជាសាធារណៈលើសពីនេះសេចក្តីណែនាំសាធារណៈត្រូវបានដាក់ចេញដោយតម្រូវឲ្យប្រតិបត្តិការសេវាបូមសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញត្រូវតែមានអាជ្ញាប័ណ្ណពីរដ្ឋបាលរាជធានីភ្នំពេញសេចក្តីណែនាំនេះក៏បានពង្រឹងការគ្រប់គ្រងសេវាគ្រប់គ្រងសំណល់ភក់បង្គន់ជាទូទៅក្នុងរាជធានីដោយតម្រូវឲ្យមានការដឹកជញ្ជូននិងចាក់ចោលសំណល់ភក់បង្គន់នៅស្ថានីយប្រព្រឹត្តកម្មដើម្បីធានាបាននៅដំណើរការរបស់ស្ថានីយប្រព្រឹត្តកម្មកម្រិតអបបរមានៃចំនួនដងនៃការចាក់សំណល់ភក់បង្គន់ក្នុងមួយឆ្នាំសម្រាប់រថយន្តនីមួយៗនៅស្ថានីយត្រូវបានកំណត់ជាលក្ខខណ្ឌសម្រាប់ការបន្តអាជ្ញាប័ណ្ណសមិទ្ធផលដ៏សំខាន់មួយទៀតគឺការប្រែក្លាយសំណល់ភក់បង្គន់ទៅជាធនធានប្រើប្រាស់ឡើងវិញតាមរយៈការបំប្លែងសំណល់ភក់បង្គន់ដែលបានប្រព្រឹត្តកម្មរួចទៅជាជីកំប៉ុស្តសរីរាង្គគម្រោងនេះបានបង្កើតឱកាសសម្រាប់វិស័យកសិកម្មនិងទីធ្លាបៃតងព្រមទាំងកាត់បន្ថយផលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុតាមរយៈការប្រជុំបិទបញ្ចប់នៃគណៈកម្មាធិការដឹកនាំគម្រោងនៅខែកក្កដាឆ្នាំ2025ក្រោមវត្តមានដៃគូអន្តរជាតិរបស់រដ្ឋបាលរាជធានីភ្នំពេញបានវាយតម្លៃខ្ពស់ចំពោះការបដិញ្ញាចិត្តរបស់រាជធានីភ្នំពេញនិងសមិទ្ធផលនៃគម្រោងដែលក្លាយជាករណីសិក្សានៃការបំផុសគំនិតសម្រាប់ទីក្រុងផ្សេងទៀតនៅក្នុងបណ្ដាញសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងតាមការប្រមាណមើលនាពេលអនាគតរដ្ឋបាលរាជធានីភ្នំពេញនិងដៃគូកំពុងសិក្សាអំពីលទ្ធភាពក្នុងការសាងសង់ស្ថានីយប្រព្រឹត្តកម្មទី2សម្រាប់រាជធានីភ្នំពេញដើម្បីធានាថាសេវាអនាម័យអាចឆ្លើយតបទៅនឹងតម្រូវការរបស់ទីក្រុងដែលកំពុងតែមានការរីកចម្រើននេះតាមរយៈចក្ខុវិស័យការធ្វើផែនការនិងភាពជាដៃគូរាជធានីភ្នំពេញកំពុងកសាងអនាគតមួយដែលកាន់តែស្អាតមានសុខភាពល្អនិងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប